តារាចម្រៀងកញ្ញាសុកពិសីសូមឲ្យបងប្អូនមួយចំនួនបញ្ឈប់ការបរិភោគសាច់សំណក់ស្របពេលប្រទេសកំពុងមានសង្គ្រាមស្រាប់តែទាហានខ្មែរម្នាក់ទំនេរថាសំណក់អាចជួយឲ្យគាត់ដឹងរឿងអស់ទាំងនេះពាក់ព័ន្ធនឹងសត្រូវកាលពីម្សិលមិញនេះវីរៈកងទ័ពខ្មែរមួយរូបបានបង្ហោះសារថាសូមឆ្លៀតពេលបន្តិចចោះសូមក្រាបសំពះបងដែលនិយមពិសាសាច់សំណក់សូមបងកែប្រែនៅរបបអាហារមួយនេះវិញពេលមានសង្គ្រាមសំណក់គឺជាមិត្តដ៏ជិតស្និទ្ធបំផុតដែលនៅរួមសុខរួមទុក្ខជាមួយមនុស្សជាមួយគ្នានោះវីរៈកងទ័ពខ្មែរមួយរូបទៀតក៏បានបង្ហោះវីដេអូអមដោយសារថានៅសមរភូមិបានវាមួយក្របកំដរអត់សោកពេលយប់បានវាជួយយាមដែរមានវានៅក្បែរកក់ក្ដៅឆ្កែជាសត្វដែលស្មោះត្រង់បំផុតជាស្ដែងក្រោយឃើញការលើកឡើងរបស់វីរៈកងទ័ពខាងលើស្រាប់តែតារាចម្រៀងកញ្ញាសុកពិសីក៏แชร์សារបង្ហោះរបស់វីរៈកងទ័ពខាងលើដោយភ្ជាប់ជាមួយនឹងខេបសន្តាសូមពិតមែនបងប្អូនបញ្ឈប់ការបរិភោគសាច់សំណក់ទៅបងប្អូនជាទីស្រឡាញ់កញ្ញាក៏បន្តបន្ថែមថាសូមជួយแชร์ផងបងប្អូនការសំណូមពររបស់តារាចម្រៀងកញ្ញាសុកពិសីនិងវីរៈកងទ័ពខាងលើត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចូលទៅខមមិនថាក្នុងនាមខ្ញុំជាប្រជាជនសូមស្នើសុំឲ្យមានច្បាប់ការពារសត្វសំណក់ព្រោះសត្វសំណក់ជាចំណិតដ៏សំខាន់របស់វីរៈកងទ័ពផ្ដល់ដំណឹងគ្រប់សកម្មភាពក្នុងពេលមានសង្គ្រាមហើយក៏ជាមិត្តដ៏ស្មោះសរពួកវាស្មោះត្រង់ស្រឡាញ់ការពារម្ចាស់ណាសូមចិត្តឈប់បរិភោគវាទៀតទៅខ្ញុំស្រឡាញ់សត្វណាព្រោះវាជួយការពារផ្ទះខ្ញុំបានល្អណាស់រាល់ថ្ងៃគ្មានអ្នកណាអាចចូលផ្ទះខ្ញុំបានទេក្រៅពីម្ចាស់វាមិនអនុញ្ញាតឲ្យអ្នកណាចូលទេមិនថាមានសង្គ្រាមឬគ្មានសង្គ្រាមទេសូមកុំទទួលទានសាច់ឆ្កែអីយើងមានសាច់សត្វផ្សេងច្រើនណាស់សម្រាប់ទទួលទានសូមលើកលែងសត្វឆ្កែមួយទៅឃើញរូបនេះទេសុខចិត្តរត់តាមម្ចាស់សំណក់ស្មោះត្រង់និងមនុស្សណាកុំតបស្នងអ្នកដែលស្មោះត្រង់នឹងយើងបែបនេះអីសំណក់ជួយផ្ដល់សញ្ញាណបង្ហាញពីសកម្មភាពចោលឲ្យយើងបានដឹងសូមកុំបរិភោគទៀតអី